មានលក្ខខណ្ឌដ៏អស្ចារ្យសម្រាប់ការទទួលស្គាល់នេះបើមិនមានលក្ខខណ្ឌនេះទេអ្នកមិនអាចចូលទៅកាន់ទ្វារស្ថានសួគ៌បានទេទោះបីជាអ្នកទៅព្រះវិហារទៅវិញទៅមកឬជឿលើព្រះយេស៊ូវក៏ដោយអ្នកក៏មិនអាចមានបទពិសោធន៍នៃការទទួលស្គាល់នៅលើដីនេះបានទេហេតុអ្វីបានជាមិនអាចចូលទៅកាន់ដីក្រីក្របានទេនៅក្នុងដីក្រីក្រនោះមានទឹកដោះគោដែលហូរទៅតាមក្របដីអ្នកមិនអាចបរិភោគឬផឹកទឹកនោះបានទេហើយនៅជីវិតមួយទាំងអស់អ្នកត្រូវនៅក្នុងព្រៃខ្ញុំមិនដឹងទេប៉ុន្តែពេលអ្នកស្លាប់អ្នកអាចទទួលបានសារពីអ្នកប្រកាសព្រះគម្ពីរដែលអ្នកបានស្ដាប់ជាច្រើនដងអ្នកអាចទទួលស្គាល់និងចូលទៅកាន់ស្ថានសួគ៌បានប៉ុន្តែអ្នកមិនអាចទទួលបានអាណាចក្ររបស់ព្រះជាម្ចាស់នៅលើដីនេះទេដូច្នេះការទទួលស្គាល់មានលក្ខខណ្ឌដ៏អស្ចារ្យបើមិនមានលក្ខខណ្ឌនេះទេទោះបីអ្នកមានជីវិតជំនឿយ៉ាងយូរប៉ុន្តែអ្នកក៏មិនអាចទទួលបានអាណាចក្ររបស់ព្រះជាម្ចាស់នៅលើដីនេះបានទេតើអ្នកនឹងសង្ឃឹមអំពីស្ថានសួគ៌យ៉ាងដូចម្តេចដូច្នេះព្រះបានផ្ដល់លក្ខខណ្ឌដ៏អស្ចារ្យសម្រាប់អ្នកអាចទទួលបានអាណាចក្ររបស់ព្រះជាម្ចាស់នៅលើដីនេះនិងរស់នៅជាជនជាតិស្ថានសួគ៌ព្រះយេស៊ូវគ្រីស្ទបានរៀបចំវេទាំងអស់ហើយអ្នកដែលទទួលយកវានឹងទទួលបានអំណោយដ៏អស្ចារ្យនោះជីវិតថ្មីការបង្កើតឡើងវិញនិងការបង្កើតឡើងវិញនេះគឺជាអំណោយដ៏អស្ចារ្យហើយអ្នកដែលបានបង្កើតឡើងវិញនឹងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ព្រះនិយាយថាអ្នកគឺជាប្រជាជនរបស់ខ្ញុំហើយព្រះនិយាយថាខ្ញុំនឹងទទួលខុសត្រូវអ្នកកុំបារម្ភទេទោះបីអ្នកធ្លាក់ឬធ្លាក់ចុះក៏ដោយក៏អាចជួបប្រទះនឹងអំពើបាបបានហេតុអ្វីព្រះអង្គបានកាន់កាប់អ្នកយ៉ាងតឹងរឹងទោះបីជាខ្ញុំត្រូវតែជួបប្រទះនឹងការលំបាកឬត្រូវធ្លាក់ចុះទៅកាន់ទីបញ្ចប់ណាមួយខ្ញុំនឹងកាន់អ្នកយ៉ាងតឹងរឹងហើយខ្ញុំនឹងឈរឡើងវិញតាមរយៈកិច្ចសន្យានេះខ្ញុំអាចនិយាយបានថាការទទួលស្គាល់នេះអ្នកមិនអាចធ្វើឲ្យបានទេខ្ញុំនឹងធ្វើឲ្យបានប្រាកដដូច្នេះប្រសិនបើព្រះបានហៅយើងអ្នកនឹងឲ្យយើងមានភាពសុចរិតហើយព្រះអង្គនឹងធ្វើឲ្យយើងមានកិត្តិយសលក្ខខណ្ឌដ៏អស្ចារ្យសម្រាប់ការទទួលស្គាល់នេះគឺជាអត្ថបទរ៉ូម19ដែលអ្នកមិនអាចភ្លេចបានអត្ថបទរ៉ូម19គឺជាលក្ខខណ្ឌដ៏អស្ចារ្យបើមិនមានការបញ្ជាក់នេះទេអ្នកមិនអាចចូលទៅកាន់ស្ថានសួគ៌ហើយអ្នកមិនអាចទទួលបានជីវិតនៅស្ថានសួគ៌ដូច្នេះទោះបីអ្នកមានជីវិតជំនឿយ៉ាងយូរ10ឆ្នាំឬ20ឆ្នាំប៉ុន្តែពេលអ្នកស្លាប់អ្នកនៅតែជាអ្នកទទួលស្គាល់អ្នកព្យាយាមនិងខិតខំអ្នកនឹងអស់កម្លាំងដូច្នេះខ្ញុំមិនមែនជីវិតរបស់ខ្ញុំទេប៉ុន្តែមាននរណាដែលរស់នៅក្នុងខ្ញុំព្រះយេស៊ូវគឺជាអ្នករស់នៅក្នុងខ្ញុំមិនដឹងថាវាផ្សេងគ្នាយ៉ាងដូចម្តេចទេអំណោយដូចគ្នាប៉ុន្តែវាមានភាពខុសគ្នាអ្នកដែលជាអ្នកដឹកនាំបានប្រែប្រួលអ្នកដឹកនាំដូច្នេះព្រះជាម្ចាស់ក៏ក្លាយជាអ្នកដឹកនាំយើងហើយតាមរយៈការទទួលស្គាល់នៃការប្រែប្រួលយើងក៏រស់នៅក្នុងជីវិតដែលមានផលចំណេញផ្លែឈើគឺជាអ្វីដែរខ្ញុំសូមអនុវត្តចំពោះអំណាចដ៏អស្ចារ្យហេតុអ្វីបានជាព្រះយេស៊ូវស្លាប់និងរស់ឡើងវិញចាប់ផ្ដើមពីសំណួរនេះហេតុអ្វីបានជាព្រះយេស៊ូវស្លាប់និងរស់ឡើងវិញដូច្នេះអ្នកទាំងអស់គ្នានឹងដឹងហើយកំពុងព្យាយាមក្លាយជាម្ចាស់មកមើលអត្ថបទរ៉ូម14:9មួយសិនខ្ញុំបានគិតនិងពិចារណាអំពីពាក្យនេះហើយគិតថាអូអ្នកពិតជាស្រួលកំណត់ដំបូងរបស់យើងជីវិតដែលខ្ញុំជាម្ចាស់មានអ្វីខុសការតាំងចិត្តខ្ញុំក្លាយជាអ្នកដែលមានចិត្តស្រឡាញ់ព្រះជាម្ចាស់យើងមិនអាចទទួលអ្វីដែលជារបស់ព្រះជាម្ចាស់អ្នកទាំងអស់គ្នាតែបញ្ជាក់ថាព្រះយេស៊ូវជាម្ចាស់ក្នុងជីវិតរបស់យើងគឺជាអំណោយដ៏ល្អបំផុតមួយក្នុងចំណោមអ្វីជាច្រើនអ្វីមួយដែលយើងអាចធ្វើបានគឺរស់នៅក្នុងការទំនាក់ទំនងជាមួយព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលអ្នកទាំងអស់គ្នាប្រកាសថាព្រះយេស៊ូវជាម្ចាស់នៅក្នុងចិត្តរបស់អ្នកហើយព្រះយេស៊ូវស្ថិតនៅក្នុងខ្ញុំវាជាអំណោយដ៏ពិតប្រាកដឥឡូវនេះខ្ញុំអាចនាំយកក្តីបារម្ភនិងបញ្ហារបស់ខ្ញុំទៅកាន់ព្រះនិងទទួលបានការណែនាំតាមរយៈព្រះវិញ្ញាណបរិសុទ្ធដូច្នេះការជឿថាព្រះយេស៊ូវជាម្ចាស់មិនមែនជាហេតុការណ៍ធម្មតាឡើយព្រះយេស៊ូវបានស្លាប់នៅលើឈើឆ្កាងនិងបានរស់ឡើងវិញវាមិនមែនគ្រាន់តែជារឿងនេះទេការដែលព្រះយេស៊ូវក្លាយជាម្ចាស់មានន័យថាព្រះអង្គក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យហើយយើងត្រូវទទួលយកនិងជឿនិងតាមដានព្រះអង្គហេតុអ្វីបានជាខ្ញុំមានទស្សនៈនិងបទពិសោធន៍ដែលបានរស់នៅជាម្ចាស់ក្នុងជីវិតរបស់ខ្ញុំមកទាំងអស់អ្វីនេះមិនអាចធ្វើបានទេអ្វីនេះមិនអាចធ្វើបានទេអារម្មណ៍វិជ្ជមាននិងអារម្មណ៍របួសខ្លះអ្នកអាចដាក់វាទៅកាន់ព្រះបានទាំងអស់ហើយការក្លាយជាម្ចាស់មានន័យអ្វីយើងត្រូវទទួលយកការគ្រប់គ្រងនិងការគ្រប់គ្រងមូលដ្ឋានដូច្នេះព្រះអង្គនឹងគ្រប់គ្រងដូច្នេះសូមអនុញ្ញាតឲ្យព្រះអង្គគ្រប់គ្រងនិងគ្រប់គ្រងគ្រួសាររបស់យើងនិងជាតិរបស់យើងនិងជីវិតរបស់យើងការក្លាយជាម្ចាស់អត្ថបទរ៉ូម14:9មានន័យអ្វីព្រះយេស៊ូវត្រូវស្លាប់ហើយរស់ឡើងវិញដល់ក្លាយជាម្ចាស់នឹងធ្វើឲ្យមានការស្ដារឡើងវិញព្រោះបើមិនមានការរស់ឡើងវិញទេការក្លាយជាម្ចាស់មិនអាចកើតមានឡើយហេតុអ្វីការរស់ឡើងវិញមិនមែនគ្រាន់តែព្រះយេស៊ូវបានរស់ឡើងវិញទេការរស់ឡើងវិញគឺជាការរស់ឡើងវិញរបស់ខ្ញុំព្រះយេស៊ូវបានបំបែកអំណាចនៃការស្លាប់ដោយការរស់ឡើងវិញហើយនេះគឺជាការប្រកាសដ៏អស្ចារ្យថាឥឡូវនេះខ្ញុំជាម្ចាស់របស់អ្នកការប្រកាសអ្នកទាំងអស់គ្នាតើអ្នកដឹងទេថាអ្នកកំពុងខឹងដែរ
តើអ្នកដឹងទេថាអ្នកកំពុងខឹងដែរមិនមានការទទួលស្គាល់អំណាចទេបើមានការទទួលស្គាល់អំណាចអ្នកអាចដាក់ជីវិតទាំងអស់របស់អ្នកបានភ្លាមហើយសូមដាក់វាទៅដូច្នេះអ្នកនឹងមានបទពិសោធន៍អស្ចារ្យនិងមើលឃើញការងាររបស់ព្រះរូសិនដាក់វាតាមរបៀបនេះបើយើងមិនបម្រើព្រះយេស៊ូវជាម្ចាស់ទេវានឹងមានអ្វីមួយផ្សេងទៀតคล้ายជាម្ចាស់ក្នុងជីវិតរបស់យើងបើអ្នកមិនបានសូមទោសនឹងទទួលព្រះយេស៊ូវជាអ្នកគ្រប់គ្រងនៃចិត្តទេមិនថាអ្នកទៅព្រះវិហារប៉ុណ្ណាអ្វីមួយផ្សេងទៀតនឹងคล้ายជាអ្នកគ្រប់គ្រងជីវិតរបស់យើងហើយព្រះយេស៊ូវបានស្លាប់នៅលើឈុតឈរដូច្នេះតើព្រះអង្គបានคล้ายជាអ្នកគ្រប់គ្រងរបស់យើងទេនៅពេលដែលព្រះយេស៊ូវស្លាប់នៅលើឈុតឈរអ្នកទាំងអស់គ្នាតែងតែសូមស្គាល់នេះគឺជាសម្ងាត់ការបង្កើតនិងសម្ងាត់ការប្រកួតឡើងវិញជាចំណុចខុសគ្នារវាងសាសនាផ្សេងពេលលោកយេស៊ូវសោយទីវង្គតលោកមិនមែនជាមនុស្សតែម្នាក់គត់ដែលបានសុគតទេព្រះយេស៊ូវបានស្លាប់នៅពេលនោះព្រះអង្គបានដាក់មនុស្សចាស់ទាំងមូលរបស់ខ្ញុំទៅលើឈុតឈរនេះគឺជាសម្ងាត់នៃការប្រកួតឡើងវិញខ្ញុំបានទទួលវាប្រសិនបើវាអត់មានអ្នកនឹងត្រូវបានវាប្រហារដោយមេបុរសចូលមើលស្ថានភាពបច្ចុប្បន្នរបស់អ្នកតើអ្នកអាចទទួលស្គាល់ថាអ្នកអាចទទួលស្គាល់បានទេនៅពេលនោះព្រះសារនឹងត្រូវចូលមកដូច្នេះព្រះយេស៊ូវបានស្លាប់នៅលើឈុតឈរដើម្បីបំបត្តិបាបរបស់ខ្ញុំបើវានេះចូលមកក្នុងខ្ញុំដោយព្រះគុណខ្ញុំមិនអាចធ្វើបាបបានទៀតទេខ្ញុំមិនអាចធ្វើបាបបានទៀតទេខ្ញុំរស់នៅតាមអ្វីដែលបានទទួលព្រះគុណហើយខ្ញុំបានប្រកាសថាព្រះអង្គបានឡើងវិញព្រះយេស៊ូវមិនមែនបានឡើងវិញតែម្នាក់ទេជីវិតរបស់ខ្ញុំក៏មានជីវិតថ្មីការប្រកួតឡើងវិញគឺជាសម្ងាត់នៃការបង្កើតដូច្នេះនៅពេលដែលយើងជឿថាព្រះអង្គបានរស់ឡើងវិញក្នុងចិត្តរបស់យើងពេលនោះហើយព្រះគ្រីស្ទនឹងទទួលយកយើងជាកូនព្រះអង្គនឹងទទួលយកយើងជាកូនមិនថាខ្ញុំប្រាប់អ្នកថាអ្នកគឺជាអ្នកគ្រប់គ្រងរបស់ខ្ញុំយ៉ាងណាក៏ដោយការបង្កើតដំបូងរបស់ខ្ញុំមិនអាចភ្ជាប់ជាមួយព្រះយេស៊ូវបានទេខ្ញុំអាចប្រកាសថាខ្ញុំជាអ្នកគ្រប់គ្រងបានយ៉ាងណាព្រះយេស៊ូវគឺជារដ្ឋមន្ត្រីនិងអ្នកគ្រប់គ្រងរបស់ខ្ញុំព្រះអង្គត្រូវបានទទួលស្គាល់ប៉ុន្តែលក្ខខណ្ឌសម្រាប់ការទទួលស្គាល់របស់ព្រះអង្គគឺមានតែមួយគត់អ្នកត្រូវជឿថាព្រះអង្គបានសង្គ្រោះនេះគឺជាវាដំណឹងល្អខ្ញុំសូមឲ្យផ្នែកនេះច្បាស់លាស់ព្រះយេស៊ូវត្រូវតែជាអ្នកគ្រប់គ្រងប៉ុណ្ណោះដើម្បីឲ្យអ្នកអាចរួមចំណែកពីអំណាចរបស់មេបុរសនៅក្នុងមាតាយ 12:28 ព្រះយេស៊ូវបានបង្ហាញអំណាចក្នុងការបំបត្តិមេបុរសព្រះវិញ្ញាណបរិសុទ្ធព្រះយេស៊ូវបាននិយាយសូមប្រាប់អំពីស្ថានភាពនៃចិត្តរបស់យើងស្ថានភាពនៃចិត្តរបស់អ្នកគឺជាអ្វីកន្លែងដែលមានអរិយអាក្រក់កន្លែងដែលមានអរិយអាក្រក់ខ្លះជាកន្លែងសម្រាប់មនុស្សអ្នកគ្នាតើចង់ដល់ក្រោមអធិពលរបស់មេបុរសទេអធិពលរបស់មេបុរសអ្នកចំណាយពេលពេញមួយជីវិតរបស់អ្នកធ្វើអំពើអាក្រក់ដូចជាការច្រណែនការសម្លាប់ការបោកប្រាស់និងការលួចគូស្វាមីស្ត្រីត្រូវតែរស់នៅជាមួយគ្នាដោយស្រឡាញ់គ្នានិងមានស្រឡាញ់ការតាក់ទងជាមួយកូននិងការទទួលបានអំណាចព្រះអង្គគឺជាចំណង់ចំណូលចិត្តព្រះបើអ្នកនៅក្រោមអធិពលមេបុរសអ្នកនឹងរស់នៅក្នុងភាពអាក្រក់ការបំបែកការច្រណែនគ្រួសារដែលបំបែកមិនមែនជាជីវិតទេតែគួរតែជ្រើសរើសព្រះយេស៊ូវអ្នកគ្រប់គ្រងគ្រួសាររបស់យើងការជ្រើសរើសនិងការប្រកាសនេះមានការផ្លាស់ប្ដូរដ៏អស្ចារ្យមួយអ្វីដែលទី1គឺអ្វីសូមនិយាយតាមខ្ញុំមជ្ឈមណ្ឌលនៃជីវិតត្រូវបានផ្លាស់ប្ដូរដូច្នេះសាឡូប៉ូបាននិយាយនៅក្នុងសៀវភៅកាលីស្ដី2:20ថាខ្ញុំមិនមែនរស់នៅទេប៉ុន្តែជីវិតដ៏អស្ចារ្យនេះដែលរស់នៅក្នុងខ្ញុំបានប្រឹងប្រែងក្នុងជីវិតរបស់ខ្ញុំប៉ុន្តែព្រះអង្គបានផ្ដល់អំណោយដ៏អស្ចារ្យឲ្យខ្ញុំអាចផ្ដល់អ្វីទាំងអស់របស់ខ្ញុំទៅកាន់ព្រះយេស៊ូវខ្លាយជាអ្នកគ្រប់គ្រងខ្ញុំអាចរួមចំណែកពីចំណង់ចំណូលចិត្តនិងចេតនារបស់ខ្ញុំហើយខ្ញុំមានការចង់បានក្នុងការរស់នៅដោយស្របតាមចំណង់ចំណូលចិត្តរបស់ព្រះខ្ញុំស្វែងរកនិងស្វែងយល់អំពីចំណង់ចំណូលចិត្តរបស់ព្រះនៅក្នុងជីវិតទាំងមូលបញ្ហារបស់កូនការលំបាកផ្នែកសេដ្ឋកិច្ចនិងបញ្ហាផ្សេងទៀតមិនមែនជាការស្ដីបន្ទោសនិងការតវ៉ាអំពីវាទេតែតាមរយៈព្រឹត្តិការណ៍និងព្រឹត្តិការណ៍ទាំងនេះព្រះអង្គបានផ្ដល់ឲ្យខ្ញុំអំណោយដ៏អស្ចារ្យក្នុងការស្វែងរកចំណង់ចំណូលចិត្តរបស់ព្រះនិងអ្វីដែលព្រះចង់ឲ្យគ្រួសាររបស់យើងនិងជីវិតរបស់យើងហើយខ្ញុំបានអធិស្ឋាននៅលើព្រះគ្រួសាររបស់យើងមានអ្វីមួយកំពុងកើតឡើងព្រះអង្គកំពុងនិយាយអ្វីទៅកាន់ខ្ញុំដោយសារតែព្រឹត្តិការណ៍នេះបានកើតឡើងស្រឡាញ់គឺជាការអត់ធ្មត់នេះមិនមែនជាស្រឡាញ់ដែលមានមនុស្សទេការដែលអ្នកគ្រប់គ្រងមកកាន់ខ្ញុំមានន័យថាសេចក្តីស្រឡាញ់ដ៏ពេញលេញមួយបានចូលមកក្នុងខ្ញុំអំណោយដែលបានផ្ដល់ឲ្យសេចក្តីស្រឡាញ់គឺជាការអត់ធ្មត់តាមរយៈការអត់ធ្មត់នោះប្រសិនបើអ្នកដឹងថាចំណង់ចំណូលចិត្តដ៏ល្អនិងសប្បាយរីករាយរបស់ព្រះគឺអ្វីអ្នកសូមប្រាប់ខ្ញុំប៉ុន្តែពីអារម្មណ៍មនុស្សម្នាក់មិនអាចអត់ធ្មត់បានទេត្រូវមានអ្វីតូចមួយត្រូវមានការណែនាំពីព្រះប៉ុន្តែបើរស់នៅតាមរាងកាយអ្នកដឹងទេថាអ្នករស់នៅដោយអ្វីរស់នៅដោយអារម្មណ៍ត្រូវរស់នៅដោយអារម្មណ៍របស់ខ្លួនត្រូវរស់នៅដោយកំហឹងរបស់ខ្លួនរស់នៅចេតនារបស់ខ្លួនប៉ុន្តែបើរស់នៅដោយមានព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនឹងត្រូវបានទទួលដូច្នេះអ្នកអាចសួរព្រះនេះគឺជាអ្នកទាំងអស់គ្នាខ្ញុំកំពុងនិយាយអំពីអ្វីមួយដែលសំខាន់ណាស់នៅពេលនោះមិនមានការប៉ះពាល់នោះទេព្រះអង្គគ្រប់គ្រងជីវិតរបស់គាត់ភពក្រោម
អាមែនអ្វីទូចក៏ដោយត្រូវស្វែងរកនៃនឹងរស់នៅខ្ញុំផ្ដល់ផ្លូវឲ្យព្រះយេហូវ៉ាបើធ្វើដូច្នោះព្រះអង្គនឹងបង្កើតយើងទទួលស្គាល់គាត់គ្រប់អ្វីបើធ្វើដូច្នោះនឹងជួយណែនាំផ្លូវរបស់ខ្ញុំមជ្ឈមណ្ឌលនៃជីវិតកំពុងប្រែប្រួលតើមជ្ឈមណ្ឌលរបស់អ្នកបានប្រែប្រួលទេអ្នកទាំងអស់គ្នាតើបានដាក់បញ្ហានៅមុខព្រះម្ចាស់ទេគាត់កំពុងរស់នៅជាមួយព្រះយេស៊ូវជាអ្នកគ្រប់គ្រងរបស់គាត់អាមែនមែនទេនេះគឺជាលើកទី2វាផ្ដល់កម្លាំងដើម្បីឈរឡើងវិញនៅក្នុងស្ថានភាពណាមួយការដាក់ព្រះយេស៊ូវជាអ្នកគ្រប់គ្រងនោះមានន័យថាសេចក្តីស្រឡាញ់ពេញលេញមួយបានចូលមកក្នុងខ្ញុំសេចក្តីស្រឡាញ់នោះកាន់កាប់ខ្ញុំដូចនេះខ្ញុំត្រូវប្រឈមមុខនឹងការលំបាកនៅក្នុងខ្ញុំវាមិនអាចបង្កើតសំណល់បានទេអ្នកនេះគឺជាសេចក្តីស្រឡាញ់ដែលព្រះម្ចាស់ផ្ដល់ឲ្យយើងកំពុងទទួលសេចក្តីស្រឡាញ់នោះការដាក់ព្រះយេស៊ូវជាអ្នកគ្រប់គ្រងរបស់អ្នកមានន័យថាអ្នកកំពុងទទួលសេចក្តីស្រឡាញ់គាត់បានផ្ដល់ឲ្យពេញយើងហើយអ្នកកំពុងដាក់គាត់នៅក្នុងចិត្តរបស់អ្នកលើកទី3ពេលដែលអ្នកទទួលសេចក្តីស្រឡាញ់នោះយ៉ាងពេញលេញនៅក្នុងព្រះយេស៊ូវមានទ្រព្យសម្បត្តិទាំងអស់នៅក្នុងសៀវភៅកូឡូ2មានការប្រាប់ដូចនេះនៅក្នុងគាត់នៅក្នុងសេចក្តីស្រឡាញ់នោះមានប្រាជ្ញានិងចំណេះដឹងទាំងអស់និងទ្រព្យសម្បត្តិដែលបានលាក់បាំងសូមទុកចិត្តលើអ្វីនេះហើយបើអ្នកសុំតាមរយៈការយកចិត្តទុកដាក់ទៅកាន់គាត់ព្រះម្ចាស់នឹងធ្វើអ្វីមួយប្រកបដោយបទពិសោធន៍និងការប៉ាន់ប្រមាណដែលមានភាពស្រួលរបស់មនុស្សមិនគួរត្រូវបានសម្រេចដោយមនុស្សចាស់ទេនេះមិនមែនជាការសម្រេចចិត្តរបស់យើងទេព្រះម្ចាស់ធ្វើអ្វីមួយនោះវានឹងមានការប្រែប្រួលបើព្រះម្ចាស់ធ្វើអ្វីគឺមិនអាចធ្វើបានបើព្រះម្ចាស់បានប្រើប្រាស់នោះគាត់នឹងប្រើប្រាស់នោះគឺជាសម្បត្តិអាក្រក់សម្រាប់ព្រះម្ចាស់យកការចម្រាញ់និងការវិនិច្ឆ័យរបស់អ្នកវិញខ្ញុំខ្លាចបំផុតខ្ញុំប្រកាន់ខ្ជាប់ការប្រមូលផ្ដុំនិងការប៉ាន់ប្រមាណប្រមូលផ្ដុំប៉ាន់ប្រមាណវានឹងបំផ្លាញព្រះជាណាចក្រព្រះម្ចាស់នោះមិនមែនជាការងាររបស់ខ្ញុំទេនោះគឺជាការងាររបស់ព្រះម្ចាស់ដូចនេះប្រសិនបើអ្នកនៅក្នុងគាត់សេចក្តីស្រឡាញ់នោះនៅក្នុងខ្ញុំមានប្រាជ្ញានិងទ្រព្យសម្បត្តិទាំងអស់ដែលបានលាក់បាំងបើគាត់ជាអ្នកគ្រប់គ្រងយើងមិនមានអ្វីខ្វះខាតទេហេតុអ្វីបានជាមិនមានអ្វីខ្វះខាតទេគាត់ជាសេចក្តីស្រឡាញ់មែនទេគាត់ជាសេចក្តីស្រឡាញ់ពេញលេញមែនទេសេចក្តីស្រឡាញ់នោះកំពុងបង្រួមយើងនិងនាំយើងទៅដូចនេះអ្នកណាអាចកាត់យើងចេញពីសេចក្តីស្រឡាញ់របស់គ្រីស្ទសម្រាប់យើងខ្ញុំកំពុងទុកសេចក្តីស្រឡាញ់នោះនៅក្នុងខ្ញុំព្រះយេស៊ូវដែលជាសេចក្តីស្រឡាញ់ទាំងអស់គឺជាសេចក្តីស្រឡាញ់ដូចនេះព្រះម្ចាស់បានផ្ដល់អំណោយឲ្យយើងអាចរស់នៅក្នុងដីនេះដូចជាអ្នកដែលមានទ្រព្យសម្បត្តិនិងគ្មានការខ្វះខាតដូចនេះនៅក្នុងកិច្ចសន្យា5:1តបគាត់បាននិយាយទៅកាន់យើងនឹងអានរួមគ្នាដូចជាមានការព្រួយបារម្ភប៉ុន្តែតែងតែមានសេចក្តីសប្បាយនិងដូចជាមនុស្សក្រីក្រប៉ុន្តែធ្វើឲ្យមនុស្សជាច្រើនមានសម្បត្តិនិងដូចជាមនុស្សដែលគ្មានអ្វីប៉ុន្តែជាមនុស្សដែលមានទ្រព្យសម្បត្តិទាំងអស់នេះគឺជាសេចក្តីស្រឡាញ់ពេញលេញរបស់ព្រះយេស៊ូវដែលបានផ្ដល់ឲ្យអ្នកដែលទទួលព្រះយេស៊ូវជាអ្នកគ្រប់គ្រងក្នុងចិត្តរបស់ខ្លួនខ្ញុំចង់ឲ្យសហគមន៍របស់យើងទទួលបានអំណោយនេះនោះគឺជាដំណឹងល្អដូចនេះយើងកំពុងប្រកាសអំពីការជាអ្នកគ្រប់គ្រងរបស់ព្រះយេស៊ូវដូចនេះនៅក្នុងកិច្ចសន្យា4:5គាត់បាននិយាយយើងមិនកំពុងផ្សព្វផ្សាយអំពីខ្លួនយើងទេនេះមិនមែនជាបទពិសោធន៍របស់ខ្ញុំទេយើងតែមានការជាអ្នកគ្រប់គ្រងរបស់ព្រះយេស៊ូវព្រះយេស៊ូវបានស្លាប់នៅលើឈើឆ្កាងនិងបានរស់ឡើងវិញហេតុអ្វីបានជាគាត់ត្រូវឡើងវិញដើម្បីឲ្យទំនាក់ទំនងរវាងយើងនិងព្រះម្ចាស់ត្រូវបានស្ដារឡើងវិញគាត់ត្រូវឡើងវិញដើម្បីឲ្យទំនាក់ទំនងរវាងព្រះម្ចាស់និងយើងក្លាយជាសំខាន់យើងត្រូវបានបំបែកយ៉ាងខ្លាំងដោយសារការរំលោភនៅក្នុងជីវិតរបស់យើងដែលមិនអាចស្វែងរកព្រះម្ចាស់បានមិនអាចដឹងបានមិនអាចមើលឃើញបាននិងរស់នៅក្នុងភាពងងឹតព្រះយេស៊ូវបានស្លាប់នៅលើឈើឆ្កាងនិងឡើងវិញឥឡូវនេះមនុស្សណាម្នាក់តែហៅព្រះយេស៊ូវថាជាម្ចាស់គាត់នឹងធ្វើឲ្យទំនាក់ទំនងរវាងព្រះម្ចាស់និងយើងត្រូវបានស្ដារឡើងវិញយ៉ាងពេញលេញការជាម្ចាស់របស់ព្រះយេស៊ូវអាចធ្វើទៅបានដោយអ្វីពេលដែលយើងជឿថាគាត់បានសម្គាល់យើងនោះគឺអាចធ្វើទៅបាននៅមុខការបង្ហាញដ៏អស្ចារ្យនេះខ្ញុំសង្ឃឹមថាសហគមន៍នេះនឹងទទួលបានសេរីភាពនិងក្តីសុខដ៏ពិតប្រាកដដែលព្រះយេស៊ូវផ្ដល់ឲ្យមិនត្រឹមតែជឿថាព្រះយេស៊ូវជាម្ចាស់សង្គ្រោះទេប៉ុន្តែគាត់គឺជាម្ចាស់របស់យើងផងដែរនៅពេលដែលយើងទទួលយកម្ចាស់នេះនៅក្នុងចិត្តរបស់យើងនឹងអាចទទួលបានសារព័ត៌មានដ៏ពិតប្រាកដនឹងអាចស្វែងយល់ពីការគ្រប់គ្រងនិងការគ្រប់គ្រងរបស់ព្រះម្ចាស់នៅលើផែនដីនេះខ្ញុំសូមអបអរសាទរពួកអ្នកក្នុងឈ្មោះព្រះយេស៊ូវគ្រីស្ទដើម្បីឲ្យសហគមន៍នេះក្លាយជាសហគមន៍ដ៏អស្ចារ្យ